ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះអគ្គិភ័យឆាបឆេះទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី12ខែមិនិនាឆ្នាំ2025ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តមម៉ាស៊ីដេប្រធានគណៈកម្មាធិការសាខាខេត្តបានចាត់ឲ្យលោកសមុទ្រសុធិរិទ្ធអនុប្រធានគណៈកម្មាធិការសាខាខេត្តបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តចែកជូនដល់ប្រជាពលរដ្ឋចំនួន1គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះទាំងស្រុងដែលស្ថិតនៅក្នុងភូមិចម្ពោះខ្មៅឃុំទួលទទឹងស្រុកព្រៃនប់ខេត្តព្រះសីហនុនាក្នុងឱកាសនោះលោកសមុទ្រសុធិរិទ្ធបានពំនាំប្រសាទផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែងចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះពីសំណាក់ឯកឧត្តមម៉ាស៊ីដេប្រធានគណៈកម្មាធិការសាខាជាពិសេសសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដាំផ្ញើសាកសួរសុខទុក្ខជូនក្រុមគ្រួសាររងគ្រោះដោយក្តីនឹករលឹកនិងតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍សាសនាឬនិន្នាការនយោបាយអ្វីឡើយជាមួយគ្នានេះលោកក៏បានក្រាបរំលឹកដល់គ្រួសាររងគ្រោះឲ្យប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនានាជាពិសេសគ្រោះអគ្គិភ័យដែលនឹងអាចកើតឡើងគ្រប់ពេលវេលាប្រសិនបើយើងមានការធ្វេសប្រហែសណាមួយហេតុដូចនេះមុននឹងចាក់ចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រានហ្គាសបិទកង់តាក់ភ្លើងជាមុនសិនជាពិសេសការតបបណ្ដាញអគ្គិសនីត្រូវហៅអ្នកជំនាញមករៀបចំតបភ្ជាប់ទៅតាមបទកថាបច្ចេកទេសឲ្យបានត្រឹមត្រូវសម្ភារៈសាខាផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យរួមមានអង្ករ50គីឡូក្រាមត្រីខ2យួរមី2កេសទឹកស៊ីអ៊ីវ2យួរតង់1កន្ទេល1សម្ភារៈផ្ទះបាយ1ឈុតខីស1មុង1ភួយ1ក្រមា1សារ៉ុង1និងថវិកាចំនួន1លានរៀលផងដែរសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking Newsចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ